ផ្លែរបស់វាបើពុកម៉ែបងប្អូនសង្កេតពិនិត្យទៅវាមិនខុសពីខ្ទមទឹកដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូមុនទេអត់ខុសគ្នាទេណាអញ្ចឹងគឺផ្លែរបស់វានៅពេលដែលវារូបរាងរបស់វាប្រហែលជាប៉ុណ្ណឹងកូនដៃនឹងឯងណាហើយពណ៌សម្បុររបស់វាដូចខ្ទមទឹកដូចគ្នាបាទដូចគ្នាទេហើយយើងអត់បានឃើញផ្ការបស់វាដែរគួរស្ដាយដែរអញ្ចឹងប៉ុន្តែបើយើងសង្កេតមើលទៅផ្ការបស់វានេះក៏មិនខុសពីខ្ទមទឹកប្រហែលដែរណាបាទសូមតែរូបក៏ដូចជាជំរាបសួរទៅដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូនេះបាទជាទីគោរពនិងជាទីរាប់អានបាទហើយក៏សូមគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនយើងដែលកំពុងតែទស្សនាវីដេអូរបស់ខ្ញុំនេះហើយពុកម៉ែបងប្អូនយើងដែលកំពុងតែរស់នៅក្រៅប្រទេសបាទសូមគោរពជំរាបសួរពីចំណែកផងដែរឥឡូវនេះខ្ញុំបានវិលមកជួបពុកម៉ែបងប្អូនតាមរយៈវីដេអូថ្មីមួយទៀតហើយដែលខ្ញុំនឹងលើកយកនៅប្រភេទនៃខ្ទុំបាទប្រភេទនៃដើមខ្ទុំមួយប្រភេទហើយដែលវីដេអូមុនពុកម៉ែបងប្អូនបានសម្ដាប់ក៏ដូចជាបានដឹងអំពីខ្ទុំ3ប្រភេទដែលយើងមានខ្ទុំទេសដែលយើងមានខ្ទុំទឹកដែលយើងមានខ្ទុំគោកអញ្ចឹងយើងនៅខ្វះខ្ទុំមួយទៀតដែលយើងហៅថាខ្ទុំធំឬក៏ខ្ទុំភ្នំបាទអញ្ចឹងទេវីដេអូនេះខ្ញុំនឹងមកបង្ហាញហើយខ្ញុំគ្រាន់តែបានបង្ហាញអំពីរូបរាងភិនភាគលក្ខណៈខាងក្រៅរបស់ដើមខ្ទុំបាទខ្ទុំធំឬក៏ខ្ទុំភ្នំនេះទេប៉ុន្តែសម្រាប់អត្ថប្រយោជន៍វិញគឺយើងមិនទាន់មានឯកសារណាមួយបានបង្ហាញអញ្ចឹងទេខ្ញុំក៏អត់បានបង្ហាញដែរណាហើយពុកម៉ែបងប្អូនវេលាថ្មនេះពុកម៉ែបងប្អូនប្រហែលជាកំពុងតែទស្សនាមុខខ្ញុំហើយប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យពុកម៉ែបងប្អូនចាប់អារម្មណ៍គឺទេសភាពនៅរដូវវស្សានៅខែវស្សានេះពុកម៉ែបងប្អូនបានឃើញហើយស្មៅដុះខ្ចីមែនតើខ្ញុំមិនដឹងថានៅកន្លែងនេះมันមានគោឬក៏យ៉ាងណាទេណាហើយបើសិនជាមានគោវិញស្មៅនៅកន្លែងនេះក៏ប្រហែលជាមិនបានល្អបែបហ្នឹងដែររុក្ខជាតិនៅទីនេះគឺយើងឃើញមានដុះដោយលើទេហើយរុក្ខជាតិខ្លះវាជារុក្ខជាតិធំទៅដូចជាពុកម៉ែបងប្អូនបានទស្សនារុក្ខជាតិមួយប្រភេទនេះអញ្ចឹងដែលឃើញមានសម្បករបស់វាទៅចិត្តបន្តិចទៅជ្រុលហើយតែដែលយើងនឹងបានទៅទស្សនាជាមួយធំក៏យើងនឹងមកទស្សនាជាមួយរុក្ខជាតិមួយប្រភេទដែលសម្បកវានឹងគឺល្មីងល្មោងពុកម៉ែបងប្អូនបានឃើញហ្នឹងកាពិកពកណាហើយស្លឹករបស់វានឹងក្រោមឃើញទេនេះបាទស្លឹកបាទហើយមែនតើទៅរុក្ខជាតិនេះមានឈ្មោះថាដើមត្រាចពុកម៉ែបងប្អូនណាហើយត្រាចហ្នឹងនៅខាងខ្ញុំវាជាអាចនិយាយបានថាជាប្រភេទរុក្ខជាតិកម្រមួយដែរពុកម៉ែបងប្អូនណាអញ្ចឹងទេមកបន្ទាប់ពីពុកម៉ែបងប្អូនទស្សនាជាមួយត្រាចហើយយើងក៏នឹងទៅបណ្ដាបន្តទស្សនាជាមួយដើមខ្ទុំបាទខ្ទុំធំឬក៏យើងហៅថាខ្ទុំភ្នំហើយមកនេះនិយាយទៅសម្បូរនេះបាទបងប្អូនសម្បូរជាមួយនឹងដើមដូងព្រះបាទដូងព្រះណាដើមដូងព្រះហើយនៅនេះគឺយើងឃើញមានច្រើនជាមួយដូងព្រះនេះហើយមិនដឹងថាធ្លាប់ឆេះប្រហែលដងទេជាមួយដើមដូងព្រះនេះកាពិតទៅគល់វាធំប៉ុន្តែដោយសារទីនេះនៅរដូវប្រាំងឡើងស្មៅងាប់អស់ហើយឈានចូលរដូវវស្សាវិញគេនឹងអត់ព្រៃនៅទីនេះដើម្បីឲ្យវាស្រឡះដែលយើងអាចដើរបានណាទោះបីជាគេមិនធ្វើស្រែក៏ដោយប៉ុន្តែម្ចាស់ដីនៅទីនេះតែងតែជារឿយគឺតែងតែដុតស្មៅដើម្បីឲ្យវាលាស់មកឃើញមានភាពបៃតងអញ្ចឹងហើយបើសិនជាមិនដុតទេគឺស្មៅនៅកន្លែងនេះយើងដើរអត់បានទេពុកម៉ែបងប្អូនណាហើយអញ្ចឹងទេតោះម៉ែបងប្អូនទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នានៅបាទដើមខ្ទុំបាទដើមខ្ទុំធំឬក៏យើងហៅថាខ្ទុំភ្នំបាទយើងចូលទៅទីនេះមកអញ្ចឹងគឺនៅរដូវវស្សាគឺបែបហ្នឹងឯងណានៅស្រុកស្រែចំការហ្នឹងគឺបងប្អូនបានឃើញហើយគឺមានស្មៅដុះទ្រុបទ្រុលអញ្ចឹងហើយនៅណាទេខ្ទុំហ្នឹងនោះអូធំណាស់បងប្អូនហើយយើងមិនដឹងថាអាចចាប់មែកវាយកមកបង្ហាញពុកម៉ែបងប្អូនបានអត់ទេណាបានអត់ទេបាទហើយមិញដោយសារតែយើងចូលទៅខាងក្រោមដើមទៅដើមវាធំបាទពុកម៉ែបងប្អូនដើមខ្ទុំមួយដើមធំហើយអញ្ចឹងទៅយើងពិបាកក្នុងការទាញមែកយកមកបង្ហាញពុកម៉ែបងប្អូនឲ្យឃើញអញ្ចឹងវិធីរបស់យើងមានតែបាទយកមែករបស់វាមកកូនមែកទូចដើម្បីយកមកខាងក្រោមដើម្បីងាយស្រួលនៅក្នុងការថតបង្ហាញចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាហើយពុកម៉ែបងប្អូនងាយនឹងស្គាល់ទៅថ្ងៃក្រោយណាបាទហើយនេះគឺជាខ្ទុំទី4ហើយបាទវាជាប្រភេទខ្ទុំធំឬក៏យើងហៅថាខ្ទុំភ្នំបាទពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនទស្សនាលំអិតទៅណាហើយខ្ញុំទុកអានេះសិនដោយសារតែបាទអញ្ចឹងខ្ទុំធំនេះមែនតើទៅស្លឹកពុកម៉ែបងប្អូនហើយណាស្ទឹងមកប៉ុនបាតដៃខ្ញុំហើយពីមើលនេះបាទធំស្លឹកវាធំមែនតើហើយស្លឹករបស់វានេះពុកម៉ែបងប្អូនអ្វីដែលជាការចម្លែកនៅក្នុង
តកតងជាមួយស្លឹកនេះយើងឃើញថាការដោះទល់តងគ្នាហ្នឹងគឺដោះដូចជាមួយខ្ទុំស្រែឬក៏ខ្ទុំយើងហៅថាខ្ទុំទឹកឬក៏ខ្ទុំគោកដូចគ្នាទេឃើញទេស្លឹកធៀងមកវាគឺដោះអញ្ចឹងដូចគ្នាទេបាទនេះមកចេះប៉ុន្តែអ្វីដែលមែករបស់វានេះភាគច្រើនគឺមែកដោះមកអញ្ចេះមកគឺមានកូនស្លឹកនៅក្នុងក្រោមអញ្ចេះទៀតបាទអញ្ចេះទៀតហើយយើងទៅមើលត្រួយរបស់វាគឺវាត្រួយពណ៌សទេពុកម៉ែបងប្អូនណាត្រួយពណ៌សប្រហែលទៅនឹងខ្ទុំទឹកបាទនឹងខ្ទុំទឹកប៉ុន្តែអ្វីដែលស្លឹករបស់វាមែនតើគឺធំដាច់ជាមួយខ្ទុំទឹកជាមួយខ្ទុំគោកគឺធំដាច់យកតែម្ដងណាអត់ដូចខ្ទុំពីរប្រភេទទៀតទេគឺធំទាំងអស់ស្លឹករបស់វាពុកម៉ែបងប្អូនអត់ទស្សនាទៅនេះមើលមកប៉ុណ្ណានៃតែម្ដងណាប៉ុន្តែបើយើងមើលពណ៌សម្បុរដើមរបស់វាគឺវាប្រហាក់ប្រហែលជាមួយនឹងខ្ទុំគោកបាទនេះប្រហាក់ប្រហែលជាមួយនឹងខ្ទុំគោកបាទគ្រាន់តែស្លឹករបស់វាហ្នឹងគឺវាធំមែនតើសឹងថាប្រព័ន្ធមុខរបស់កូនក្មេងទៅហើយជាមួយស្លឹករបស់ខ្ទុំធំឬក៏យើងហៅថាខ្ទុំភ្នំនេះបាទពុកម៉ែបងប្អូនបានទស្សនាហើយជាមួយនឹងខ្ទុំធំឬក៏ខ្ទុំភ្នំមិញខ្ញុំក៏បានឃើញមានផ្លែដែរយើងក៏បានយកផ្លែវាមកដែរណាពុកម៉ែបងប្អូនរបស់គ្នានេះផ្លែរបស់វាបើពុកម៉ែបងប្អូនសង្កេតពិនិត្យទៅវាមិនខុសពីខ្ទុំទឹកដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូមុនទេអត់ខុសគ្នាទេណាអញ្ចឹងគឺផ្លែរបស់វានៅពេលដែលវារូបរាងរបស់វាប្រហែលជាប៉ុនកូនដៃនឹងឯងណាហើយពណ៌សម្បុររបស់វាដូចខ្ទុំទឹកដូចគ្នាបាទដូចគ្នាទេហើយយើងអត់បានឃើញផ្ការបស់វាដែរគួរស្ដាយដែរអញ្ចឹងប៉ុន្តែបើយើងសង្កេតមើលទៅផ្ការបស់វានេះក៏មិនខុសពីខ្ទុំទឹកប្រហែលដែរណាដោយសារតែវាជាប្រភេទនៃខ្ទុំដូចគ្នាវាគ្រាន់តែខ្ទុំទឹកខ្ទុំគោកអានេះជាខ្ទុំធំឬក៏ខ្ទុំភ្នំបាទហើយមិញក៏យើងបានយកឃើញមានដើមខ្ទុំទឹកនៅក្បែរហ្នឹងក៏យើងបានយកមកដែរនេះឥឡូវពុកម៉ែបងប្អូនទស្សនាមកតើវាខុសគ្នាប៉ុណ្ណាអានេះខ្ទុំទឹកទោះបីជាវាល្អបែបណាក៏ដោយក៏វាអត់ធំដែរអានេះវាគឺជាកំណើតរបស់ខ្ទុំទឹកស្លឹកវាគឺប៉ុណ្ណឹងឯងហើយខាងក្រោយរបស់វាគឺពណ៌សអញ្ចឹងឯងបាទជាខ្ទុំទឹកហើយដល់ពេលខ្ទុំគោកទៅវាធំជាងអានេះបន្តិចបានន័យថាអានេះអាទូចមួយទៀតនៅកដាលអាខ្ទុំគោកនៅកដាលអាខ្ទុំធំឬក៏ខ្ទុំភ្នំនេះគឺវាធំដាច់គេតែម្ដងណាហើយចឹងទេតាមរយៈវីដេអូនេះដែរខ្ញុំគ្រាន់តែចង់មកបង្ហាញអំពីរុក្ខជាតិមួយប្រភេទដែលមានឈ្មោះថាដើមខ្ទុំធំឬក៏ខ្ទុំភ្នំនេះទេណាអញ្ចឹងខ្ញុំមិនបានបង្ហាញអំពីអត្ថប្រយោជន៍របស់វាហើយចែកជូនទៅដល់ពុកម៉ែបងប្អូនយើងទេណាសូមអធិស្ឋានដែរហើយអញ្ចឹងទេតាមរយៈវីដេអូនេះខ្ទុំយើងមាន4ប្រភេទក៏យើងបានបញ្ចប់ហើយដែលខ្ទុំទេខ្ទុំទឹកខ្ទុំគោកហើយនិងខ្ទុំភ្នំបាទចុងក្រោយនេះគឺខ្ទុំភ្នំហើយបាទអញ្ចឹងវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដែរពុកម៉ែបងប្អូនរបស់គ្នាអរគុណមែនទែនបើសិនជាពុកម៉ែបងប្អូនគិតថាវីដេអូនេះវាមានប្រយោជន៍ណាពុកម៉ែបងប្អូនក៏ជួយ share ទៅហើយពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំនឹងព្យាយាមស្វែងរកនៅរុក្ខជាតិថ្មីដើម្បីមកផលិតជាវីដេអូចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាបន្ថែមទៀតបាទសម្រាប់ពេលនេះខ្ញុំក៏សូមជម្រាបលាប៉ុណ្្នឹងសិនយើងនឹងវិលមកជួបគ្នាតាមរយៈវីដេអូក្រោយបន្តទៀតបាទសូមអរគុណសូមជម្រាបលា